Bọn bọn nó này chọn chơi lên guitar mở video này đó chọn chúng hiên nó bông đầm bay lên guitarហើយយើងមិនបោះបង់ណាយើងរៀនតាមដំណាក់កាលយើងកុំបង្ខំខ្លួនឯងកុំមកឃើញគេភ្លាមយើងឃើញគេលេងបានល្អលេងបទចម្រៀងអីលេង solo អញ្ចឹងយើងកុំផ្ដោតសំខាន់លើរឿងនោះយើងសំខាន់យើងរៀនតាមដំណាក់កាលទី1យើងត្រូវរៀនអក្សរនៃតួសំឡេងវាមាន7ដូរ៉េមីហ្វាសូឡាស៊ីអាហ្នឹងយើងរៀនអាហ្នឹងឲ្យចេះចាំស្ទាត់ហើយរួចរៀនសញ្ញានៃតួសំឡេងសញ្ញារបស់វាមានធំដូចជា4អាហ្នឹងវាចាំបាច់ដែលយើងឃើញជាប្រចាំវាមាន minor វាមានសញ្ញាត្រង់ជ្រុកគេហៅថា sharp ឬក៏ digest សញ្ញាមួយទៀត bemol ឬក៏ flat ហើយមួយទៀតលេខ7គេហៅថា set ឬក៏ 7 ហ្នឹងយើងរៀនហ្នឹងហើយយើងរៀនអាកដំបូងយើងរៀនតែនៅក្នុងតង់ដូទៅបានហើយរៀនវាឲ្យចេះចាំស្ទាត់ចេះចាប់ហើយយើងកេះទៅកុំអោយនេះកុំអោយវាលឺជំរងចម្រាស់គ្នាយើងកេះទៅឲ្យលឺទាំងអស់គ្រប់គ្រាប់ដែលយើងចាប់អាហ្នឹងយើងរៀនអញ្ចឹងទៅរៀនទាំងអស់ហ្នឹងដូចជាអាកនៅក្នុងតង់ដូយើងរៀនតែប្រមាណអាកសិនបានតែកុំរៀនទាំង6អាកវាមានអាកក្នុងតង់ដូវាមាន do la minor mi minor fa sol ហើយ re minor 6អញ្ចឹងយើងរៀនតែប្រមាណបានហើយយើងដកអាកដែលពិបាកជាងគេគឺអាក fa អក្សរ f យើងដកអាកហ្នឹងចេញសិនព្រោះអាកហ្នឹងអ្នករៀនដំបូងមកដល់អាកហ្នឹងគឺគាត់មានអារម្មណ៍ថាពិបាកអ្នកខ្លះបោះបង់ឈប់រៀនអញ្ចឹងណាហើយរៀនយើងកុំដាក់សម្ពាធខ្លួនឯងយើងរៀនមួយតាមដំណើរណាតែយើងរៀន4-5អាកអញ្ចឹងទៅយើងចេះយើង search មើលបទចម្រៀងណាដែលមានអាកដែលយើងចេះណាអញ្ចឹងទៅរៀនទៅមានអីអាហ្នឹងយើងទៅមុខតែរហូតភ្លេចខ្លួនយើងចេះហើយយើងចេះលេងបទហើយច្រៀងតាមបានអញ្ចឹងឧទាហរណ៍ខ្ញុំលើកអាកក្នុងតង់ដូយកមកច្រៀងចម្រៀងមួយបទខ្ញុំច្រៀងឲ្យឃ្លៀហើយជាមួយឃ្លៀកុំខឹងកុំធ្វើបែបនេះថ្លៃព្រោះរឿងអ្វីជាប់គ្នាហើយរំងាប់អារម្មណ៍ស្ងប់ចិត្តសិនណាតាមក្រោយកុំឡើយបន្តកុំហឹងដឹងគ្នាតែប៉ុណ្ណឹងយើងចេះតែប៉ុណ្ណឹងក៏យើងសប្បាយចិត្តដែរយើងរៀនដំបូងណាយើងកុំដាក់សម្ពាធដល់ខ្លួនឯងពេកអរគុណ